អ្នកនរគ្នាចង់ប្រើប្រាស់កម្មវិធីធំប៉ុន្តែអត់ចង់ប្រើនៅលើ desktop មែនទេមកមើល Rock Street មួយប្រភេទនេះអាចជួយដោះស្រាយបញ្ហាអ្នកនរគ្នាបាន Wait a minute, get it how you live it. 10 toes in when we standing on business. I'm a big stepper, underground methods. Top notch hoes, get the most, not the lizard. នេះគឺជា Rock Street G18 របស់ក្រុមហ៊ុន ASUS ដែលចេញនៅក្នុងឆ្នាំ 2024 វាមានរាងក្រាស់ប៉ុន្តែសម្រាប់កុំព្យូទ័រ gaming វាតែងតែមានរាងក្រាស់ហើយរាងធ្ងន់បន្តិចហើយដោយសារតែ spec វាក៏វាធំទៅតាមនឹងដែរអេក្រង់របស់វាមានទំហំដល់ទៅ18អ៊ីងហើយសូម្បីតែស៊ុំរបស់វាដែលយើងបានឃើញគឺវាមានស៊ុំស្ដើងដែលយើងមើលទៅមានអារម្មណ៍ថាផ្ទៃធំចំណែកឯ touchpad វាគឺវាមានទំហំសមល្មមមិនធំពេកមិនតូចពេករីឯ keyboard របស់វាបំពាក់ទៅលើភ្លើង RGB ដែលយើងអាចផ្លាស់ប្ដូរភ្លើងទៅតាមចំណង់ចំណូលចិត្តរបស់យើងរុននៃការប្រើប្រាស់ដង្ហើមវិញគឺគេដាក់ធំទូលាយល្អមិនងាយឡើងកម្ដៅទៅលើ laptop មួយប្រភេទនេះសម្រាប់កលេចមើល laptop មួយនេះនៅខាងឆ្វេងគឺវាមាន port power 1 port network 1 port HDMI 1 port type C 2ជាមួយនឹង port headset 1រីឯកលេចទៅមើលនៅខាងស្ដាំរបស់កុំព្យូទ័រមួយនេះគឺវាមាន port USB 2 laptop មួយនេះបំពាក់ទៅដោយ speaker 2គ្រាប់ដែលវាមានសំឡេងឮល្អខ្លាំងធ្ងន់ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺវាបានបំពាក់នៅ AI noise cancellation នៅពេលដែលអ្នកទាំងអស់គ្នាធ្វើការវីដេអូ call ទៅតាម laptop មួយនេះគឺវាបានជួយកាត់សំឡេងរំខានជុំវិញខ្លួនរបស់លោកអ្នកតោះឥឡូវកន្លែងចូលមើលនៅគ្រឿងក្នុងរបស់វាម្ដងតើវាមានបំពាក់អីគេខ្លះនៅក្នុងកុំព្យូទ័រមួយនេះដែលជួយធ្វើឲ្យកុំព្យូទ័រមួយនេះខ្លាំងដែលយើងអាចប្រើប្រាស់ទៅលើកម្មវិធីធ្ងន់ៗបានកុំព្យូទ័រមួយប្រភេទនេះគឺបំពាក់ទៅ Intel Core i9 ចំនួនទី14 Graphic card Nvidia RTX 40 8GB ចំណែកឯ RAM របស់វាមានទៅដល់ 16GB ហើយ storage របស់វាគឺមានដល់រហូតដល់ 1TB ប៉ុន្តែយើងអាច upgrade វាឡើងទៅដល់ 2TB បាន Operating System របស់វាគឺដើរនៅលើ Windows 11ជាមួយនឹង Wi-Fi ដែលមានល្បឿនលឿនដល់ទៅ 6E ចំណែកឯកម្លាំងថ្មរបស់វាគឺដល់ទៅ90 វ៉ាត់ម៉ោងដែលយើងអាចប្រើប្រាស់ទៅលើកម្មវិធីធម្មតាដូចជា Microsoft Word Excel គឺវាអាចប្រើប្រាស់ដល់រយៈពេល3ទៅ4ម៉ោងប៉ុន្តែបើសិនជាយើងប្រើប្រាស់ទៅលើកម្មវិធីធ្ងន់វាអាចប្រើប្រាស់ក្នុងរយៈពេលខ្លីតែខ្ញុំអាច recommend ឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់ដោយការដោតថ្មជាប់វានឹងអាចបង្កើននៅ performance របស់កុំព្យូទ័រនេះកាន់តែល្អប្រសើរសម្រាប់ laptop មួយប្រភេទនេះអ្នកទាំងអស់គ្នាអាចប្រើប្រាស់ទៅក្នុងការកាត់តវីដេអូ render រូបភាព render ជា 3D animation យ៉ាងរលូនហើយលើសពីនេះទៅទៀតបើសិនអ្នកទាំងអស់គ្នាជា professional gamer អ្នកទាំងអស់គ្នាអាចប្រើប្រាស់វានៅក្នុងការលេង game ដែលត្រូវការ performance ខ្ពស់អ្នកទាំងអស់គ្នាគ្រាន់តែដោតឆ្នាំងសាកវាទៅហើយបន្ទាប់មកប្រើប្រាស់ទៅលើ Turbo mode គឺវា run smooth មែនតើសូម្បីតែពេលអ្នកទាំងអស់គ្នាបើក ray tracing មួយទៀតគឺវាជួយផ្ដល់នូវកម្រិតច្បាស់រហូតទៅដល់ 240 Hz អូខេអ្នកទាំងអស់គ្នាបន្ទាប់ពីការ review laptop ASUS ROG Strix G18 មួយនេះហើយបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានកុំព្យូទ័រនេះមកប្រើប្រាស់អ្នកទាំងអស់គ្នាអាចចូលមើល link នៅខាងក្រោមដែលជា link របស់ PTC Computer ឬក៏ app របស់ PTC Computer បានអូខេ thank you bye bye Download PTC Store App ឥឡូវនេះដើម្បីទទួលបានប្រូម៉ូសិនជាច្រើនមាន PTC Store App ដូចមានហាងលក់កុំព្យូទ័រនៅក្នុងដៃ